ចង់ជំរុះកសិកាចាស់ចេញពីស្បែកបើយើងបានល្អគឺខ្ញុំរីកមិនខ្លាំងមែនតើជាមួយនឹង scrap របស់ខាងយ៉ាសាកាណៃពេល3ទៅ5នាទីទេហើយ scrap មួយនេះហេតុផ្សំឡើងមកពីអំបិលរ៉ែនិងផ្លែឈើជាច្រើនមក scrap មានសភាពម៉ត់ប៉ុន្តែបើអេតបន្ថែមជាមួយនឹងប្រេងកូជីករបស់ខាងយ៉ាសាកាទៀតធ្វើឲ្យសាច់ scrap របស់យើងកើនឡើងទ្វេដងគុណភាពក៏កើនឡើងទ្វេដងដូចគ្នាដែរអញ្ចឹងមុននឹងប្រើប្រាស់ scrap ហើយយើងត្រូវតែសម្អាតខ្លួនជាមួយនឹងសាប៊ូដុសខ្លួនដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃមុនសិនដើម្បីសម្អាតខ្លួនរបស់យើងឲ្យបានស្អាតល្អប៉ុន្តែការប្រើប្រាស់ជាមួយនឹង scrap របស់ខាងយ៉ាសាកាមួយយើងត្រូវតែផ្សំខ្លួនរបស់យើងឲ្យមានសំណើមកាន់តែជោគគឺកាន់តែល្អហើយ scrap ពេលដែលលាយជាមួយនឹងប្រេងហើយទៅគឺមានសភាពរាវខ្ញុំឃើញប្រេងរបស់ខ្ញុំនៅសល់បន្តិចដែរគឺខ្ញុំចាក់បន្ថែមប្រើជាឈុនអញ្ចឹងឃើញផលចាប់តាំងពីប្រើប្រាស់លើកទី1តែម្ដងពេលដែលប្រើប្រាស់នៅលើស្បែករបស់យើងទៅអត់មានកកិតឬក៏ឈឺស្បែករបស់យើងទេជំរុញនៅកសិកាចាស់បានល្អជួយកម្ចាត់រាល់បញ្ហាជាកខ្វក់នៅលើស្បែកហើយដល់កូរ៉ូរបស់យើងឲ្យកាន់តែស្អាតជាងមុនជាពិសេសបើបាត់រាល់បញ្ហាក្រិនក្រឹមនៅលើស្បែកទៅកម្ចាត់រាល់បញ្ហាមុនខ្នងមុននៅលើដើមទ្រូងរបស់យើងបានល្អខ្លាំងតាមរយៈពេល3ទៅ5នាទីបានហើយជាមួយនឹងការប្រើប្រាស់ scrap បូកជាមួយនឹងប្រេងរបស់ខាងយ៉ាសាកាពេល1នាទី2នាទីអីធ្វើការម៉ាស្សាថមនៅលើកន្លែងក្រិនក្រឹមរបស់យើងនឹងមកគឺល្អខ្លាំងដល់ជាមួយនឹងជ្រាំចេះទៀតគឺល្អខ្លាំងមែនទែនពេលដែលលាងទឹកចេញមកគឺឃើញស្បែកខ្លួនឯងឡើងគីឡូអាឡូងម៉ត់ហ្មងតែតែលើកទី1ឯងគឺទទួលបានផលហ្មងសូម្បីតែបញ្ហាមុនខ្នងស្នាមអីហ្នឹងកាត់បន្ថយបានច្រើនដៃវិញក៏រៀងអាឡូងជាងមុនដែរចង់បានស្បែកស្អាតធំតែរយៈពេល5នាទីអីគឺខ្ញុំរីកមិនខ្លាំងមែនទែនជាមួយនឹង scrap បូកជាមួយនឹងប្រេងរបស់ខាងយ៉ាសាកា